សូមបងប្អូនចិត្តសប្បុរសទាំងអស់ជួយដល់នាងខ្ញុំបើអាចខ្ញុំអត់មានសុំអីច្រើនទេសុំតែដីហើយកូនផ្ទះមួយសម្រាប់ឲ្យកូនខ្ញុំទាំងពីរនាក់រស់នៅសម្រាប់ពេលដែលខ្ញុំឈឺធ្ងន់ទៅខ្ញុំអាចដឹងថាខ្ញុំរស់បានប្រហែលខែឆ្នាំទៀតទេព្រោះអីជំងឺខ្ញុំនេះមើលអត់ឃើញទេព្រោះអីពេលណាដែលវាឈឺខ្លាំងគឺខ្ញុំពិបាកក្នុងខ្លួនណាស់វាទាមទារយកជីវិតខ្ញុំជារៀងរហូតដូច្នេះខ្ញុំអត់ចង់បានអីពេលដែលខ្ញុំខកស្លាប់តែចង់ថែមថាបានដីឡូទូចមួយឬក៏ផ្ទះអីសម្រាប់ឲ្យកូនពីរនាក់នៅបន្តពីអ្នកបងប្អូនព្រោះអីខ្ញុំអត់ដឹងមានលទ្ធភាពអីឲ្យកូននៅទេបើបានកូនផ្ទះមួយតែសម្រាប់ឲ្យកូនទាំងពីរនៅក៏វាមានភាពកក់ក្ដៅពេលដែលខ្ញុំស្លាប់ទៅខ្ញុំបិទភ្នែកចិត្តព្រោះថាខ្ញុំដឹងថាកូនខ្ញុំមានផ្ទះមានអីនៅតែឥឡូវនេះខ្ញុំអត់មានទេសូមទឹកចិត្តបងប្អូនសប្បុរសជនទាំងអស់ជួយថាយ៉ាងណាឲ្យខ្ញុំបានដីបានផ្ទះសម្រាប់ទុកឲ្យកូនទាំងពីរនៅផងព្រោះសប្ថ្ងៃពិបាកណាកូនអត់មានទីពឹងគ្នាទំតាអាយុអត់កូនស្រីអាយុ9ឆ្នាំហើយកូនប្រុសអាយុ12ឆ្នាំមកព្រាតដឹងក្តីតែមិនដឹងពេលខ្ញុំស្លាប់ទៅគេលែងឲ្យនៅលែងអីខ្ញុំក៏មិនដឹងថាយ៉ាងម៉េចដែរតែសំចិត្តសប្បុរសជនជួយឧបត្ថម្ភកូនដីឬក៏កូនផ្ទះឲ្យនាងខ្ញុំនិងកូនបានរស់នៅបន្តតម្រាំទៅខ្ញុំស្លាប់ទៅក៏មានភាពកក់ក្ដៅពេលដែលខ្ញុំស្លាប់ទៅក៏ដឹងថាកូនមានផ្ទះមានអីនៅដែរតែឥឡូវនេះខ្ញុំអត់មានផ្ទះអត់មានអីទេចេះបារម្ភខ្លាចព្រោះជំងឺនេះវាឆក់យកជីវិតខ្ញុំច្រើនដងណាបាទខ្ញុំថាបងប្អូនទាំងអស់គ្នាបានឃើញការរៀបរាប់របស់បាបបងស្រីហើយបាទសូមជួយ share វីដេអូនេះមួយផងតែឯងដល់ជំទាវចិត្តធម៌បាទដូចក៏ឯកដល់ជំទាវនៅក្នុងប្រទេសខ្មែរទាំងអស់បានជួយគាត់តាមលទ្ធភាពដោយសារបំណងរបស់គាត់ទឹកចិត្តជាម្ដាយបងប្អូនទាំងអស់គ្នាបាទទោះបីយ៉ាងណាក៏ចង់ឲ្យកូនមានសុភមង្គលចង់ឲ្យកូនមានអនាគតល្អក៏ចង់ឲ្យកូនឃើញឲ្យគាត់បានសុខបានស្រាយដែរបាទខ្ញុំសូមបងប្អូនជួយ share វីដេអូផងបាទសូមអរគុណសូមជម្រាបលាបងប្អូនបាទ